នៅព្រឹកមួយមានក្មេងស្រីម្នាក់អាយុត្រឹមតែ18ឆ្នាំបានភ្ញាក់ពីគេងហើយត្រូវបានគេប្រកាសថាខ្លួនគឺជាម្ចាស់ស្ត្រីនៃចក្រភពដ៏ធំបំផុតមួយនៃពិភពលោកក្មេងស្រីនោះគឺជាម្ចាស់ស្ត្រីដ៏ល្បីល្បាញបំផុតមួយអង្គនៅក្នុងប្រវត្តិសាស្ត្រដែលបានឡើងគ្រងរាជ្យអស់រយៈពេលរហូតដល់ទៅ63ឆ្នាំនិងជាម្ចាស់ស្ត្រីដែលគ្រងរាជ្យយូរជាងគេលំដាប់ទី2នៃចក្រភពអង់គ្លេសព្រះនាមរបស់ទ្រង់ត្រូវបានគេយកទៅដាក់ឈ្មោះឲ្យសម័យកាលដ៏រុងរឿងមួយនៃចក្រភពអង់គ្លេសគឺសម័យកាលវិកតូរីហើយក៏មានទីក្រុងសាលារៀននិងសួនឧទ្យានមួយចំនួនទៀតនៅលើពិភពលោកដាក់ឈ្មោះតាមព្រះនាមរបស់ទ្រង់ផងដែរនៅក្នុងរជ្ជកាលរបស់ម្ចាស់ស្ត្រីអង្គនេះចក្រភពអង់គ្លេសគឺជាយុគសម័យកាលមួយដែលមានកំណើននៃការអភិវឌ្ឍផ្នែកឧស្សាហកម្មយ៉ាងឆាប់រហ័សហើយបានពង្រីកអំណាចនៃចក្រភពអង់គ្លេសបានធំបំផុតនិងមានភាពលេចធ្លោដាច់គេនៅក្នុងវិស័យហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិនិងបច្ចេកវិទ្យាផងដែរថ្ងៃនេះយើងនឹងទៅស្វែងយល់ពីដំណើរជីវិតរបស់ម្ចាស់ស្ត្រី Victoria នៃចក្រភពអង់គ្លេសតាមរយៈមាតិកាឯកសារបែបព្រៃរឿងទាំងអស់គ្នាក្រៅពីផលិតមាតិកាឯកសារបែបព្រៃរឿងពួកយើងទាំងពីរក៏មានការងារផ្សេងៗទៀតដែរដូចជារចនា graphic ផលិតគំនូរជីវចលបកប្រែអត្ថបទបញ្ចូលសំឡេងផលិតភាពយន្តនិពន្ធសៀវភៅនិងធ្វើអាជីវកម្មទោះបីការងារទាំងអស់នឹងវាខុសគ្នាមែនប៉ុន្តែមានតម្រូវការចាំបាច់មួយដូចគ្នាគឺអ៊ីនធឺណិតស្ដាប់ទៅដូចរឿងធម្មតាចឹងដោយសារសម័យឥឡូវអ៊ីនធឺណិតរកកន្លែងណាក៏មានដែរត្រូវអត់បាទត្រូវហើយប៉ុន្តែអ៊ីនធឺណិតដែលមានស្ថិរភាពល្អល្បឿនលឿននិងសេវាកម្មល្អទើបពិបាករកអញ្ចឹងយើងសូមណែនាំសេវាអ៊ីនធឺណិតពី Meconet ដែលផ្ដល់ជូនអ៊ីនធឺណិត Fiber Optic ដែលជាអ៊ីនធឺណិតខ្សែធានាលើល្បឿនលឿនស្ថិរភាពហើយនិងគ្មានដែនកំណត់នៅក្នុងការប្រើប្រាស់ដែលវាពិតជាសំខាន់ខ្លាំងមិនថាស្រាវជ្រាវមើលកុនឬលេងហ្គេមគឺយើងតែងតែមានទំនុកចិត្តការភ្ជាប់អាចប្រើពេលបន្តិចតែបើភ្ជាប់ហើយគឺកក់ក្ដៅរយៈពេលយូរដើម្បីភ្ជាប់គឺគ្រាន់តែចុះឈ្មោះនៅក្នុង link ខាងក្រោមដើម្បីទទួលបានការដំឡើង free ដែលឥតគិតថ្លៃជាមួយនឹង router Wi-Fi 6 ដែលជាចំនួនថ្មីហើយនឹងទទួលបានវត្ថុអនុស្សាវរីយ៍ពី Meconet ថែមទៀតតាមពិតទៅនៅពេលដែលព្រះនាងវិកតូរីប្រសូតមកទ្រង់មិនដែលត្រូវបានគេរំពឹងថានឹងក្លាយទៅជាម្ចាស់ស្ត្រីនោះទេក៏ប៉ុន្តែនៅពេលដែលឪពុកមារបស់ព្រះនាងដែលមានព្រះនាមថាវីលៀមទី4បានសោយទីវង្គតទៅព្រះនាងក៏បានឡើងស្នងរាជបន្តពីព្រះអង្គជាម្ចាស់ស្ត្រីវិកតូរីនៅអាយុត្រឹមតែ18ឆ្នាំម្ចាស់ស្ត្រីវិកតូរីត្រូវបានគេចងចាំចំពោះរជ្ជកាលរបស់ទ្រង់ដែលមានរយៈពេលជាង6ទសវត្សរ៍និងដឹកនាំចក្រភពអង់គ្លេសឲ្យឈានទៅដល់ចំណុចកំពូលនៃអំណាចនិងឥទ្ធិពលនៅលើពិភពលោកផងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅពីក្រោយភាពរីកចម្រើនរុងរឿងទាំងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួនរួមទាំងបញ្ហាវិសមភាពនៅក្នុងសង្គមភាពក្រីក្រនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើមដើម្បីដឹងថាម្ចាស់ស្ត្រី Victoria បានឡើងសោយរាជ្យដោយរបៀបណាជាដំបូងយើងទៅស្វែងយល់ពីជីវិតកុមារភាពរបស់ទ្រង់ជាមុនសិនម្ចាស់ស្ត្រី Victoria មានព្រះនាមពីកំណើតថា Alexandrina Victoria កើតនៅថ្ងៃទី24ខែឧសភាឆ្នាំ1819នៅវិមាន Kensington ព្រះបិតារបស់ទ្រង់គឺជាព្រះអង្គម្ចាស់ Edward ដែលមានឋានៈជា Duke of Kent និងជាបុត្រទី4របស់ស្ដេច George ទី3ចំណែកឯមាតារបស់ទ្រង់វិញមានព្រះនាមថា Marie Louise Victoire ដែលមានឋានៈជាព្រះអង្គម្ចាស់ស្ត្រីនៃ Saxe Coburg Saalfeld ហើយក្រោយមកក៏បានប្តូរទៅជា Duchess of Kent នៅពេលដែលរៀបអភិសេកជាមួយនឹងបិតារបស់ម្ចាស់ស្ត្រី Victoria សូមបញ្ជាក់ផងដែរថាមាតារបស់ម្ចាស់ស្ត្រី Victoria ធ្លាប់មានបុត្រ2អង្គមុននឹងរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់ Edward គឺព្រះនាង Theodore និងព្រះអង្គម្ចាស់ Emmet Carl នៅពេលដែលស្វាមីទី1របស់ទ្រង់សោយទីវង្គតទៅទ្រង់ក៏បានរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់ Edward ហើយក៏បានចាកចេញពីប្រទេសអាល្លឺម៉ង់មករស់នៅចក្រភពអង់គ្លេសវិញបកត្រឡប់មកមើលពីព្រះនាង Victoria វិញនៅពេលដែលទ្រង់កើតមកទ្រង់ស្ថិតនៅក្នុងលំដាប់ទី5នៃអ្នកដែលមានសិទ្ធិឡើងសោយរាជ្យទោះជាយ៉ាងណាក៏ដោយព្រះនាងនៅមានឪពុកមា3នាក់ទៀតដែលស្ថិតនៅលំដាប់មុខនៃអ្នកដែលមានសិទ្ធិឡើងសោយរាជ្យបន្តនៅពេលដែលព្រះនាងមានប្រជញ្ញត្រឹមតែ8ខែក៏មានរឿងដ៏មិនគួរឲ្យនឹកស្មានមួយបានកើតឡើងគឺព្រះបិតារបស់ទ្រង់បានសោយទីវង្គតការសោយទីវង្គតភ្លាមៗរបស់បិតាទ្រង់និងបំណុលមួយចំនួនដែលបិតាទ្រង់បានបន្សល់ទុកបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងហើយធ្វើឲ្យមាតានិងគ្រួសាររបស់ទ្រង់ស្ថិតនៅក្នុងបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុផងដែរហើយនៅពេលនោះអ្នកបម្រើរបស់បិតាទ្រង់ដែលមានឈ្មោះថា John Conroy
បានអះអាងថាមុនពេលដែលព្រះអង្គម្ចាស់ Edward សោយទីវង្គតព្រះអង្គបានស្នើសុំឲ្យគាត់មើលថែព្រះមហេសីរបស់ទ្រង់ហើយលោក John Conroy ក៏បានក្លាយទៅជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅក្នុងជីវិតរបស់ព្រះនាង Victoria និងមេដារបស់ទ្រង់ផងដែរកាលពីក្មេងព្រះនាង Victoria គឺជាក្មេងស្រីម្នាក់ដែលរស់រាយនិងមានសន្តានចិត្តល្អព្រះនាងទទួលបានការអប់រំនិងបង្ហាត់បង្រៀនផ្នែកភាសាគណិតវិទ្យាសិល្បៈគំនូរនិងតន្ត្រីហើយព្រះនាងក៏មានទេពកោសល្យពូកែផ្នែកគំនូរនិងមានចំណូលចិត្តក្នុងការសរសេរកំណត់ហេតុប្រចាំថ្ងៃជាដើមប៉ុន្តែកុមារភាពរបស់ព្រះនាងក៏ទទួលរងការគៀបសង្កត់និងមានអារម្មណ៍ថាឯកោនៅពេលដែលព្រះនាងរស់នៅក្នុងវិមាន Kensingtonសូមបញ្ជាក់ផងដែរថាលោក John Conroy ដែលជាអ្នកមើលថែនិងគ្រប់គ្រងជីវិតរបស់ព្រះនាង Victoria និងមេដាទ្រង់បន្ទាប់ពីបិតាទ្រង់សោយទីវង្គតនោះមានមហិច្ឆតាធំហើយចង់ក្តោបក្តាប់ឱកាសដើម្បីបង្កើនឥទ្ធិពលរបស់គាត់នៅក្នុងគ្រួសាររាជវង្សដោយសារគាត់យល់ឃើញថាប្រសិនបើព្រះនាង Victoria អាចទទួលរាជបល្ល័ង្កមុនពេលដែលទ្រង់មានអាយុ18ឆ្នាំនោះមេដារបស់ទ្រង់នឹងត្រូវបានតែងតាំងជារាជានុសិទ្ធដែលគ្រប់គ្រងកិច្ចការរាជការហើយគោលដៅរបស់គាត់គឺរក្សាទាំងព្រះនាង Victoria និងមេដារបស់ទ្រង់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ដូច្នេះហើយ John Conroy បានផ្ដួចផ្ដើមបង្កើតប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងមួយដែលគេហៅថា Kensington System ដើម្បីរឹតបន្តឹងការរស់នៅរបស់ព្រះនាង Victoria កុំឲ្យទ្រង់អាចមានសេរីភាពនិងទទួលឥទ្ធិពលពីអ្នកដែលនៅខាងក្រៅបានហេតុនេះព្រះនាង Victoria ធំធាត់ឡើងដោយរស់នៅដាច់ពីគេហើយមិនត្រូវបានគេអនុញ្ញាតសូម្បីតែដើរចុះទៅជាន់ក្រោមដោយម្នាក់ឯងដោយគ្មានបិតារបស់ទ្រង់ឬអ្នកដែលមើលថែទ្រង់ទៅជាមួយបន្ថែមពីនេះទៀតព្រះនាងត្រូវរស់នៅក្នុងបន្ទប់ជាមួយនឹងមេដារបស់ទ្រង់ដោយមិនអនុញ្ញាតឲ្យព្រះនាងមានបន្ទប់និងពេលវេលាផ្ទាល់ខ្លួននោះទេនៅពេលដែលព្រះនាង Victoria ចូលដល់វ័យ13ឆ្នាំ John Conroy និងបិតារបស់ទ្រង់ចាប់ផ្ដើមនាំទ្រង់ទៅធ្វើទស្សនកិច្ចនៅតំបន់ Midlands នៅក្នុងគោលបំណងដើម្បីបង្ហាញខ្លួនទ្រង់ឲ្យសាធារណជនបានស្គាល់ហើយក៏ដើម្បីបង្កើនប្រជាប្រិយភាពនិងឥទ្ធិពលសម្រាប់ឱកាសក្នុងការឡើងគ្រងរាជបល្ល័ង្កផងដែរទោះបីជានៅពេលដែលព្រះនាងប្រសូតមកមិនមានអ្នកណានឹកស្មានថាទ្រង់នឹងអាចក្លាយជាម្ចាស់ស្ត្រីពិតមែនក៏ប៉ុន្តែដោយសារតែបិតារបស់ទ្រង់សោយទីវង្គតទៅហើយឪពុកមារបស់ទ្រង់ទាំង3អង្គមិនមានបុត្រដែលអាចស្នងរាជបន្តបានព្រះនាង Victoria ក៏បានក្លាយទៅជាអ្នកស្នងរាជបន្ទាប់ដូច្នេះហើយនៅពេលដែលស្ដេច William ទី4ដែលត្រូវជាឪពុកមារបស់ទ្រង់សោយទីវង្គតទៅនៅក្នុងខែមិថុនាឆ្នាំ1837ព្រះនាង Victoria ក៏បានឡើងគ្រងរាជបន្តជាម្ចាស់ស្ត្រី Victoria នៃចក្រភពអង់គ្លេសនៅក្នុងអាយុត្រឹមតែ18ឆ្នាំម្ចាស់ស្ត្រី Victoria ត្រូវបានគេចាត់ទុកថាគឺជាសេចក្តីសង្ឃឹមរបស់ចក្រភពអង់គ្លេសជាបន្តទៅទៀតនេះយើងនឹងទៅស្វែងយល់ពីការឡើងសោយរាជ្យរបស់ទ្រង់និងការដឹកនាំចក្រភពអង់គ្លេសទៅដល់អំណាចកំពូលនៃពិភពលោកនៅព្រឹកព្រលឹមម៉ោង6ព្រឹកនាថ្ងៃទី20ខែមិថុនាឆ្នាំ1837ព្រះនាង Victoria ត្រូវបានគេដាស់ឲ្យភ្ញាក់ពីដំណេកដើម្បីទទួលដំណឹងថាស្ដេច William ទី4ដែលត្រូវជាឪពុកមារបស់ទ្រង់បានសោយទីវង្គតកាលពីយប់មិញដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះមានន័យថាព្រះនាង Victoria ដែលមានអាយុត្រឹមតែ18ឆ្នាំប៉ុណ្ណោះនៅក្នុងពេលនេះគឺបានក្លាយខ្លួនជាម្ចាស់ស្ត្រីនៃចក្រភពអង់គ្លេសហើយនៅពេលទទួលបានដំណឹងនេះភ្លាមម្ចាស់ស្ត្រី Victoria ក៏បានស្នើសុំនៅម្នាក់ឯងរយៈពេល1ម៉ោងដើម្បីសម្រួលអារម្មណ៍ទទួលយកការពិតដ៏នឹកស្មានមិនដល់មួយនេះមុននឹងប្រឈមមុខនឹងរដ្ឋមន្ត្រីរបស់ទ្រង់ហើយបោះជំហានចូលទៅក្នុងតួនាទីដ៏មានឥទ្ធិពលបំផុតមួយក្នុងពិភពលោកម្ចាស់ស្ត្រី Victoria បានផ្លាស់ទៅរស់នៅក្នុងព្រះបរមរាជវាំង Buckingham Palace ដែលបានធ្វើឲ្យទីនោះក្លាយទៅជាទីលំនៅផ្លូវការរបស់រាជវង្សចក្រភពអង់គ្លេសតាំងពីពេលនោះមកនៅពេលនោះទ្រង់បានចាប់ផ្ដើមប្រើឥទ្ធិពលរបស់ទ្រង់ដើម្បីបំពេញបំណងផ្ទាល់ខ្លួនដែលត្រូវបានគេរឹតបន្តឹងតាំងពីតូចមកដោយរៀបចំឲ្យមេដារបស់ទ្រង់ទៅរស់នៅក្នុងបន្ទប់ផ្សេងពីទ្រង់វិញបន្ថែមពីនេះទៀតទ្រង់ក៏បានហាមឃាត់លោក John Conroy ដែលបានគៀបសង្កត់និងបិទសិទ្ធិសេរីភាពរបស់ទ្រង់តាំងពីក្មេងមកនោះមិនឲ្យចូលមកក្នុងរាជដំណាក់របស់ទ្រង់បាននោះទេសូមបញ្ជាក់ផងដែរថាម្ចាស់ស្ត្រី Victoria បានក្លាយជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីសភាបានប្រគល់ឲ្យទ្រង់នៅប្រាក់បំណាច់ប្រចាំឆ្នាំចំនួន 385,000 ផោនព្រះរាជពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការរបស់ម្ចាស់ស្ត្រី Victoria ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី28ខែមិថុនាឆ្នាំ1838នៅព្រះវិហារ Westminster Abbey ក្នុងពេលនោះដែរ
ក៏មានប្រជារាស្ត្ររាប់សែននាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវនៃទីក្រុងឡុងដើម្បីអបអរសាទរព្រះមហាក្សត្រយានីឡើងគ្រងរាជ្យបាឡាំងគូបញ្ជាក់ផងដែរថានៅក្នុងពិធីអភិសេកឡើងគ្រងរាជ្យដែលមានរយៈពេលដល់ទៅ5ម៉ោងបានជួបប្រទះនឹងបញ្ហារអាក់រអួលមួយចំនួនផងដែរដោយសារតែអធិការនៃវិហារ Westminster Abbey ដែលធ្លាប់ជាអធិបតីនៃពិធីឡើងគ្រងរាជ្យនៃរជ្ជកាលមុនៗនោះកំពុងតែឈឺបន្ថែមពីនេះទៀតម្ចាស់ស្ត្រី Victoria ត្រូវបានគេបកគលគ្រឿងកេតនភ័ណ្ឌម្យ៉ាងដែលគេហៅថាអបដែលមានរាងជាគ្រាប់បាល់មាសនិងមានភ្ជាប់ឈើឆ្កាងពីលើខុសពេលវេលាកំណត់ហើយអគ្គអភិបាលសាសនាចាស់នៃ Canterbury ថែមទាំងបានបំពាក់ចិញ្ចៀនដល់ម្ចាស់ស្ត្រីខុសម្រាមដៃទៀតដែលធ្វើឲ្យម្ចាស់ស្ត្រីចំណាយពេលប្រហែល1ម៉ោងដើម្បីដោះចិញ្ចៀននោះចេញដែលកាន់តែពន្យាពេលនៃពិធីអភិសេកនេះកាន់តែយូរផងដែរទោះជាយ៉ាងណាក៏ដោយនៅពេលដែលព្រះរាជពិធីនេះត្រូវបានបញ្ចប់ម្ចាស់ស្ត្រី Victoria ក៏បានត្រឡប់ទៅព្រះបរមរាជវាំងវិញហើយធ្វើពិធីជប់លៀងជាលក្ខណៈគ្រួសារនិងមើលកំជ្រួចពីវិមានរបស់ទ្រង់មកដល់ចំណុចនេះម្ចាស់ស្ត្រី Victoria ពឹងផ្អែកយ៉ាងខ្លាំងទៅលើទីប្រឹក្សាពីររូបដែលទ្រង់ទុកចិត្តបំផុតគឺឪពុកមារបស់ទ្រង់ដែលមានព្រះនាមថា Leopold ជាស្ដេចនៃប្រទេស Belgium និង Lord Melbourne ដែលជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនៅពេលដែលទ្រង់ឡើងគ្រងរាជ្យជាលើកដំបូង Lord Melbourne បានជួយបង្រៀនម្ចាស់ស្ត្រី Victoria អំពីបញ្ហាស្មុគស្មាញនៃការឡើងធ្វើជាព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញហើយគាត់ក៏បានដើរតួនាទីជាទីប្រឹក្សានយោបាយនិងជាមនុស្សជំនិតរបស់ម្ចាស់ស្ត្រីនៅក្នុងអំឡុងពេលដើមដំបូងនៃរជ្ជកាលរបស់ទ្រង់ផងដែរចូលមកដល់ឆ្នាំ1839ម្ចាស់ស្ត្រី Victoria បានប្រឈមមុខនឹងបញ្ហានយោបាយដ៏សំខាន់លើកដំបូងរបស់ទ្រង់ដែលគេហៅថាវិបត្តិបន្ទប់គេងឬ Bedchamber Crisis នៅពេលដែល Lord Melbourne បានលាលែងពីតំណែងលោក Robert Peel ដែលជានាយករដ្ឋមន្ត្រីថ្មីក៏បានរៀបចំបង្កើតរដ្ឋាភិបាលថ្មីឡើងប៉ុន្តែលោក Robert Peel បានធ្វើការស្នើសុំដ៏ចម្លែកមួយគឺគាត់ចង់ឲ្យម្ចាស់ស្ត្រី Victoria ផ្លាស់ប្ដូរអ្នកបម្រើស្រីផ្ទាល់ខ្លួនជាច្រើនអ្នករបស់ទ្រង់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគណៈបកប្រឆាំងនៅពេលនោះម្ចាស់ស្ត្រី Victoria បានបដិសេធដោយសារតែនារីដែលជាអ្នកបម្រើទ្រង់ទាំងអស់នោះគឺប្រៀបដូចជាសមាជិកនៃគ្រួសារឯកជនរបស់ទ្រង់ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Robert Peel យល់ឃើញខុសពីនេះដោយគាត់ជឿថាដើម្បីឲ្យរដ្ឋាភិបាលដំណើរការបានត្រឹមត្រូវអ្នកដែលបម្រើការឲ្យគ្រួសាររាជវង្សគឺត្រូវតែមានអព្យាក្រឹតខាងផ្នែកនយោបាយដោយមិនអាចសម្របសម្រួលគ្នាបានជាលទ្ធផលលោកនាយករដ្ឋមន្ត្រី Robert Peel បានបដិសេធមិនបង្កើតរដ្ឋាភិបាលថ្មីវិញហើយនាយករដ្ឋមន្ត្រីមុនគឺ Lord Melbourne ក៏បានវិលត្រឡប់មកកាន់តំណែងវិញជាបណ្ដោះអាសន្នវិបត្តិនេះបានបង្ហាញពីចំណុចសំខាន់មួយហើយវាក៏ជាមេរៀនដំបូងអំពីដែនកំណត់នៃអំណាចរាជវង្សផងដែរក្រឡេកមកមើលពីជីវិតអាពាហ៍ពិពាហ៍របស់ម្ចាស់ស្ត្រី Victoria វិញទ្រង់បានរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់ Albert នៃ Saxe-Coburg និង Gotha ដែលត្រូវជាបងប្អូនជីដូនមួយរបស់ទ្រង់នៅក្នុងឆ្នាំ1840នៅក្នុងពិធីរៀបអភិសេកនោះម្ចាស់ស្ត្រី Victoria បានស្លៀករ៉ូបពណ៌សដែលក្រោយមកវាបានក្លាយទៅជាប្រពៃណីថ្មីមួយដែលកូនក្រមុំតែងតែស្លៀករ៉ូបពណ៌សនៅក្នុងពិធីមង្គលការផងដែរបន្ទាប់ពីរៀបអភិសេកហើយម្ចាស់ស្ត្រីក៏ប្រសូតបានបុត្រីមួយអង្គគូបញ្ជាក់ផងដែរថាម្ចាស់ស្ត្រី Victoria ស្អប់ការសម្រាលកូនហើយក៏ទទួលរងផលប៉ះពាល់ពីជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលផងដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយម្ចាស់ស្ត្រី Victoria និងព្រះអង្គម្ចាស់ Albert មានបុត្រសរុបរហូតដល់ទៅ9អង្គហើយដោយសារតែម្ចាស់ស្ត្រីគឺជាអ្នកការទូតដ៏វៃឆ្លាតម្នាក់ទ្រង់បានរៀបអភិសេកបុត្រនិងចៅរបស់ទ្រង់ជាច្រើនអង្គទៀតជាមួយនឹងគ្រួសាររាជវង្សផ្សេងទៀតជាច្រើននៅអឺរ៉ុបរួមមានដូចជាអាល្លឺម៉ង់រុស្ស៊ីអេស្ប៉ាញស៊ុយអែតនិងណ័រវេជាដើមដែលធ្វើឲ្យទ្រង់ទទួលបានរហស្សនាមថាជាព្រះអាយកានៃតំបន់អឺរ៉ុបសូមបញ្ជាក់ដែរថានៅក្នុងរជ្ជកាលរបស់ម្ចាស់ស្ត្រីទ្រង់បានឆ្លងកាត់ការប៉ុនប៉ងធ្វើគុតចំនួន8លើកប៉ុន្តែទោះជាយ៉ាងណាក៏ដោយទ្រង់នៅតែបន្តបង្ហាញខ្លួនជាសាធារណៈក្នុងនាមជាព្រះមហាក្សត្រីដែលមានការតាំងចិត្តយ៉ាងមោះមុតផងដែរហើយនៅក្នុងចំណោមអ្នកដែលបានប៉ុនប៉ងធ្វើគុតទ្រង់ទាំងអស់ត្រូវបានគេវិនិច្ឆ័យថាជាអ្នកមានបញ្ហាផ្លូវចិត្តបកត្រឡប់មកមើលការគ្រប់គ្រងប្រទេសរបស់ទ្រង់វិញម្ចាស់ស្ត្រី Victoria បានចាប់ផ្ដើមប្រពៃណីរាជវង្សថ្មីនៅពេលដែលទ្រង់យាងចូលរួមក្នុងពិធីបើកសម្ពោធសភាលើកដំបូងនៅក្នុងវិមាន Westminster ថ្មីដោយសារអគារចាស់ត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យនៅក្នុងឆ្នាំ1834ទំនៀមទម្លាប់ជាច្រើនដែលយើងឃើញសពថ្ងៃនេះរួមមានចាប់ពីក្បួនដង្ហែរាជវង្ស
រហូតដល់ការថ្លែងសុន្ទរកថារបស់ព្រះមហាក្សត្រគឺត្រូវបានបង្កើតឡើងនៅក្នុងរជ្ជកាលរបស់ម្ចាស់ស្ត្រី Victoria នេះឯងដែលបានបង្ហាញពីភាពទំនើបនៃរាជាធិបតេយ្យអង់គ្លេសហើយត្រូវបានគេបន្តអនុវត្តតាំងពីសម័យកាលនោះមកបន្ថែមពីនេះដោយមានការជួយជ្រោមជ្រែងពីព្រះអង្គម្ចាស់ Albert ដែលជាស្វាមីម្ចាស់ស្ត្រី Victoria បានបង្កើតរូបភាពថ្មីនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយទប់ស្កាត់ចលនាសាធារណរដ្ឋដែលកំពុងរីកចម្រើននៅក្នុងចក្រភពអង់គ្លេសជាក់ស្ដែងម្ចាស់ស្ត្រី Victoria បានក្លាយជាអ្នកឧបត្ថម្ភដល់ស្ថាប័នចំនួន150ដែលក្នុងនោះរួមមានទាំងអង្គការសប្បុរសធម៌ដែរស្របពេលដែលព្រះអង្គម្ចាស់ Albert បានគាំទ្រដល់ការអភិវឌ្ឍសារមន្ទីរអប់រំមួយចំនួនផងដែរម្ចាស់ស្ត្រីនិងស្វាមីក៏បានទៅទស្សនាទីក្រុងឧស្សាហកម្មមួយចំនួនដូចជាទីក្រុង Leeds ជាដើមហើយបានចូលរួមការត្រួតពិនិត្យកងទ័ពដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធតាមរយៈសកម្មភាពទាំងនេះទ្រង់បានជួយកាត់បន្ថយការរិះគន់ដែលលើកឡើងថារាជវង្សមិនបានផ្ដល់តម្លៃចំពោះការគាំទ្រដែលទ្រង់បានទទួលពីសង្គមនោះទេប៉ុន្តែជាអកុសលចូលដល់ឆ្នាំ1866ម្ចាស់ស្ត្រី Victoria បានជួបប្រទះនឹងការបាត់បង់ដ៏ធំមួយនៅក្នុងជីវិតគឺការសោយទីវង្គតរបស់ព្រះអង្គម្ចាស់ Albert ក្នុងព្រះជន្ម42ឆ្នាំម្ចាស់ស្ត្រី Victoria មានប្រទ័យសោកសៅយ៉ាងខ្លាំងហើយបានស្លៀកសម្លៀកបំពាក់កាន់ទុក្ខពេញមួយជីវិតរបស់ទ្រង់ផងដែរហើយទ្រង់បានដកខ្លួនចេញពីជីវិតសាធារណៈមួយរយៈប៉ុន្តែទ្រង់នៅតែបន្តទំនាក់ទំនងតាមរយៈការផ្ញើលិខិតនិងទទួលជួបរដ្ឋមន្ត្រីព្រមទាំងភ្ញៀវផ្លូវការផ្សេងៗដដែលទ្រង់ក៏បានបញ្ជាឲ្យគេសាងសង់ស្ទូបអនុស្សាវរីយ៍ជាច្រើនដើម្បីរំលឹកដល់ព្រះអង្គម្ចាស់ Albert នៅទូទាំងចក្រភពក្រោយមកទៀតម្ចាស់ស្ត្រី Victoria មានក្តីព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីព្រះអង្គម្ចាស់ Edward ដែលជាអ្នកស្នងរាជបន្តរបស់ទ្រង់ចាប់ផ្ដើមប្រឈួនដោយសារជំងឺគ្រុនពោះវៀនហេតុការណ៍នេះបានកើតឡើងបន្ទាប់ពី1ឆ្នាំក្រោយការបង្កើតសាធារណរដ្ឋបារាំងទី3ដែលបានបញ្ចប់របបរាជាធិបតេយ្យនៅប្រទេសបារាំងដែលព្រឹត្តិការណ៍នេះក៏បានបង្កឲ្យកើតមានឥទ្ធិពលប្រឆាំងនឹងរបបរាជានិយមនៅចក្រភពអង់គ្លេសខ្លះដែរទោះជាយ៉ាងណាក៏ដោយនៅពេលដែលព្រះអង្គម្ចាស់ Edward បានជាសះស្បើយវិញម្ចាស់ស្ត្រី Victoria បានរៀបចំពិធីអរព្រះគុណជាសាធារណៈចំពោះព្រះពររបស់ព្រះជាម្ចាស់ហើយបានបង្ហាញខ្លួនជាសាធារណៈឲ្យប្រជាជនបានឃើញព្រឹត្តិការណ៍នេះបានជួយជំរុញឲ្យមានការគាំទ្រចំពោះរាជវង្សឡើងវិញហើយក៏ជាការវិលត្រឡប់ទៅកាន់ជីវិតសាធារណៈរបស់ម្ចាស់ស្ត្រី Victoria វិញនៅក្នុងឆ្នាំ1871ក្រោយមកទៀតចក្រភពអង់គ្លេសក៏បានពង្រីកអំណាចរបស់ខ្លួនកាន់តែធំហើយនៅក្នុងឆ្នាំ1877ម្ចាស់ស្ត្រី Victoria ក៏បានក្លាយទៅជាអធិរាជិនីនៃចក្រភពឥណ្ឌាថែមទៀតទ្រង់ទទួលយកតំណែងនេះដោយផ្អែកតាមការប្រឹក្សាយោបល់របស់នាយករដ្ឋមន្ត្រី Benjamin Disraeli ហើយក៏បានអនុញ្ញាតយល់ព្រមចំពោះគោលនយោបាយចក្រពត្តិនិយមរបស់គាត់ដែលធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាមហាអំណាចដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកមកដល់ចំណុចនេះចក្រភពអង់គ្លេសបានពង្រីកវិសាលភាពអធិរាជរបស់ខ្លួនបានយ៉ាងធំបំផុតដោយគ្របដណ្ដប់តំបន់ធំៗដូចជាប្រទេសកាណាដា អូស្ត្រាលី ឥណ្ឌានិងប្រមូលយកទ្រព្យសម្បត្តិផ្សេងៗនៅតំបន់អាហ្វ្រិកនិងប៉ាស៊ីហ្វិកខាងត្បូងផងដែរម្ចាស់ស្ត្រី Victoria បានក្លាយទៅជានិមិត្តរូបនៃសម័យកាលនោះដែលចក្រភពអង់គ្លេសបានលាតសន្ធឹងពាសពេញពិភពលោកកាលពីសម័យនោះមានពាក្យស្លោកមួយដែលគេនិយាយជាទូទៅថាព្រះអាទិត្យមិនដែលលិចនៅចក្រភពអង់គ្លេសឡើយដែលបង្ហាញពីទំហំដ៏ធំអស្ចារ្យនៃចក្រភពនេះលើសពីនេះទៀតក្រោមរជ្ជកាលរបស់ម្ចាស់ស្ត្រី Victoria ចក្រភពអង់គ្លេសក៏បានពង្រីកឥទ្ធិពលក្នុងវិស័យឧស្សាហកម្មយ៉ាងធំមិនធ្លាប់មានពីមុនមកដោយបានសាងសង់ផ្លូវដែកស្ពានលូក្រោមដីនិងបណ្ដាញចែកចាយថាមពលទូទាំងចក្រភពអង់គ្លេសបន្ថែមពីនេះចក្រភពអង់គ្លេសក៏មានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រដែលមានការអភិវឌ្ឍនិងបោះពុម្ពផ្សាយទ្រឹស្ដីវិវត្តន៍របស់លោក Charles Darwin ការរីកចម្រើនផ្នែកបច្ចេកវិទ្យារួមមានការប្រើប្រាស់ទូរលេខនិងការកើនឡើងនៃការផលិតកាសែតនិងសៀវភៅទស្សនាវដ្តីផងដែរការបង្កើតថ្មីនិងការច្នៃប្រឌិតជាច្រើនការរីកដុះដាលនៃទីក្រុងធំៗដូចជាទីក្រុង Manchester, Leeds និង Birmingham ហើយក៏មានកំណើននៃអក្សរកម្មផងដែរគូបញ្ជាក់ផងដែរថាមានករណីមួយចំនួនម្ចាស់ស្ត្រី Victoria ក៏បានប្រើប្រាស់ឥទ្ធិពលរបស់ទ្រង់ទៅលើកិច្ចការបរទេសដោយបង្ហាញមតិយោបល់ផ្ទាល់ខ្លួនដែរប៉ុន្តែទ្រង់មិនធ្វើលើសពីកម្រិតដែលរដ្ឋធម្មនុញ្ញបានកំណត់ឡើយនៅក្នុងអំឡុងពេលនោះចក្រភពអង់គ្លេសក៏បានជួបប្រទះនឹងសង្គ្រាមមួយចំនួនផងដែរប៉ុន្តែនៅតែបន្តពង្រឹងអំណាចរបស់ខ្លួនទៅលើទឹកដីអាណានិគមផ្សេងៗទៀតបានដដែលកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀតដែលជួយឲ្យចក្រភពអង់គ្លេសអាចជៀសផុតពីបញ្ហាយ៉ាងជ្រៅ
ក្នុងនយោបាយអឺរ៉ុបបានគឺការរៀបអភិសេករបស់បុត្រជាច្រើនអង្គរបស់ទ្រង់ដែលធ្វើឲ្យទ្រង់មានទំនាក់ទំនងជាមួយរាជវង្សជាច្រើននៅអឺរ៉ុបទោះបីជារដ្ឋធម្មនុញ្ញអង់គ្លេសមិនអនុញ្ញាតឲ្យទ្រង់មានអំណាចផ្ទាល់លើកិច្ចការបរទេសក៏ដោយម្ចាស់ស្ត្រី Victoria នៅតែមានឥទ្ធិពលក្នុងគ្រួសាររាជវង្សដែលជួយពង្រឹងឥទ្ធិពលនៃចក្រភពអង់គ្លេសនៅអឺរ៉ុបគួរកត់សម្គាល់ផងដែរថាចក្រភពអង់គ្លេសនៅអំឡុងពេលនោះត្រូវបានគេហៅថាជាយុគសម័យ Victoria ដែលដាក់ឈ្មោះតាមព្រះនាមរបស់ម្ចាស់ស្ត្រី Victoria ដែលឥទ្ធិពលរបស់ទ្រង់រួមទាំងរបៀបរបបនៃការរស់នៅរបស់ទ្រង់ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃយុគសម័យកាលនោះទាំងមូលតែម្ដងប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅពីក្រោយភាពរីកចម្រើនរុងរឿងទាំងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួនរួមមានបញ្ហាវិសមភាពសង្គមភាពក្រីក្រគម្លាតរវាងអ្នកមាននិងអ្នកក្រលក្ខខណ្ឌការងារលំបាកខ្លាំងការកេងប្រវ័ញ្ចកម្លាំងពលកម្មទាំងមនុស្សធំនិងកុមារនិងការរឹតបន្តឹងសិទ្ធិសេរីភាពរបស់ស្ត្រីផងដែរជាចុងក្រោយនៅថ្ងៃទី22ខែមករាឆ្នាំ1901ម្ចាស់ស្ត្រី Victoria បានសោយទីវង្គតក្នុងព្រះជន្ម81ឆ្នាំបន្ទាប់ពីមានបញ្ហាសុខភាពអស់រយៈពេលជាយូរមកហើយបន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់ព្រះរាជបុត្រារបស់ទ្រង់ក៏បានឡើងសោយរាជបន្តជាស្ដេច Edward ទី7នៃចក្រភពអង់គ្លេសមាតិកាឯកសារបែបព្រៃរឿងអំពីដំណើរជីវិតរបស់ម្ចាស់ស្ត្រី Victoria ក៏បានមកដល់ទីបញ្ចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់ហើយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីពីព្រៃរឿងយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយសូមស្វាគមន៍មកកាន់ព្រៃរឿងពិភពនៃរឿងរ៉ាវកុំភ្លេចជួយ Subscribe ទាំងអស់គ្នា